អតីតប្រធានាធិបតីខាងត្បូងលោកយុនសុខយុលប្រកាសចាក់ចេញពីគណៈបកអភិរក្សនិយមអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនសុខយុលដែលបានបណ្ដេញចេញពីតំណែងកាលពីប្រមាណខែកន្លងទៅពេលនេះបានសម្រេចចិត្តចាក់ចេញពីគណៈបកអំណាចប្រជាជនអភិរក្សនិយមនេះបើយោងតាមការបង្ហោះនៅ Facebook របស់លោកនៅថ្ងៃទី17ខែឧសភានេះការប្រកាសនេះធ្វើឡើងគណៈដែលបេក្ខជនប្រជាធិបតេយ្យរបស់គណៈបកអំណាចប្រជាជនអភិរក្សនិយមកំពុងតាមដានបេក្ខជនគណៈបកសេរីប្រជាធិបតេយ្យលោកលីមជីមយ៉ុងយ៉ាងយកចិត្តទុកដាក់ក្នុងការបោះឆ្នោតមុនការបោះឆ្នោតនៅថ្ងៃទី3ខែមិថុនានេះយោងតាមការស្ទង់មតិរបស់កាឡាកូរ៉េដែលបានចេញផ្សាយកាលពីថ្ងៃសុក្រប្រហែល 29% បានគាំទ្របេក្ខជនប្រធានាធិបតីនៃគណៈបកសេរីប្រធានាធិបតីលោកគឹមមុនសូជានឹង 51% សម្រាប់បេក្ខជនជួរមុខលីជីមយ៉ុងលោកយុនសុខយុលដែលច្បាប់អាជ្ញាសឹកកៅខែធ្នូនឹងមានការបណ្ដេញចេញជាបន្តបន្ទាប់ដោយចោទប្រកាន់នាំមកនៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីត្រូវបានសមាជិកបកអំពាវនាវឲ្យចាក់ចេញពីគណៈបកដើម្បីប្រមូលការគាំទ្របន្ថែមទៀតពីអ្នកបោះឆ្នោតកម្រិតមធ្យមដែលមើលឃើញភាពអវិជ្ជមានលើសកម្មភាពរបស់លោកយុនបាននិយាយសម្ដៅលើឈ្មោះលើការរបស់កូរ៉េខាងត្បូងថាខ្ញុំចាក់ចេញពីគណៈបកអំណាចប្រជាជនដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្ញុំដើម្បីការពារសាធារណរដ្ឋកូរ៉េសេរីសូមផ្ដល់ការគាំទ្រដល់លោកគីមម៉ូសូ